ចាក្នុងនាមយើងជាឪពុកម្ដាយគ្រប់រូបយើងរមែងចង់ឲ្យកូនរបស់យើងនឹងទទួលបានសុខភាពល្អមានកម្លាំងប្រាជ្ញាស្មារតីល្អប្រសើរដោយក្មេងដតីឬក៏អាចលើសក្មេងដតីទៀតជាពិសេសគ្មានជំងឺប្រចាំកាយមកបៀតបៀនកូនរបស់យើងហើយនៅក្នុងការចិញ្ចឹមកូននៅផងដែរយើងរមែងស្វែងរកចំណីអាហារណាដែលគ្មានសារធាតុគីមីមិនថាជាការហូបចុកចំណីអាហារផ្លែឈើទេសូម្បីតែទឹកដែលយើងឲ្យកូនញ៉ាំនេះគឺត្រូវតែរក្សាអនាម័យជានិច្ចជាពិសេសទៀតកន្លែងគេងរបស់យើងឬក៏សម្លៀកបំពាក់របស់កូនក៏ត្រូវតែមានអនាម័យព្រោះកូនរបស់យើងរួមរស់នៅជាមួយយើងចាដោយសារគាត់ជាក្មេងដែរត្រូវការឪពុកម្ដាយជាអ្នកមើលថែឬក៏អាណាព្យាបាលជាអ្នកមើលថែឲ្យបានដិតដល់ម៉ត់ចត់មិនមែនគ្រាន់តែយើងបោសសម្អាតផ្ទះបានស្អាតបាតហើយយើងថាយើងមានអនាម័យមិនមែនទេគឺអាស្រ័យលើកន្លែងគេងរបស់យើងកន្លែងហូបចុករបស់យើងត្រូវសម្អាតឲ្យបានស្អាតបាតកន្លែងគេងរបស់យើងបើសិនយើងមានក្មេងតូចយើងត្រូវ5ថ្ងៃឬក៏មួយអាទិត្យយើងត្រូវដោកម្រាលពុកម្ដងឬក៏យើងមានកតេក្រាឲ្យកូនយើងអាចមានកម្រាមួយសម្រាប់ក្រាឲ្យកូនហើយយើងត្រូវឧស្សាហ៍យកទៅបោកគក់ដែរបើសិនជាយើងទុកយូរញើសដែលកូនយើងគេងនោះធ្វើឲ្យវាមានបាក់តេរីហើយបង្កទៅជាមេរោគផ្សេងឲ្យកូនយើងងាយឈឺងាយយកទៅពេទ្យរហូតអញ្ចឹងនេះជាកត្តាដែលធ្វើឲ្យកូនរបស់យើងងាយឈឺហើយជាពិសេសនៅពេលដែលកូនញ៉ាំចំណីអាហារផ្សេងកូនអត់ចូលចិត្តញ៉ាំនេះអត់ចូលចិត្តញ៉ាំនោះអញ្ចឹងក្នុងនាមយើងជាឪពុកម្ដាយឬក៏ជាអ្នកចិញ្ចឹមយើងគួរតែនៅអង្គុយញ៉ាំជាមួយគាត់ដើម្បីគាត់មានអារម្មណ៍ថាពេលដែលគាត់ញ៉ាំគឺមានឪពុកម្ដាយឬក៏មានបងប្អូននៅញ៉ាំជាមួយគាត់អញ្ចឹងធ្វើឲ្យគាត់នឹងចង់ញ៉ាំបើសិនជាយើងអង្គុយបញ្ចុកគាត់តែម្នាក់ឯងនោះគាត់មានអារម្មណ៍ថាគាត់ឯកាគាត់អត់ចង់ញ៉ាំទេហើយជាពិសេសមួយទៀតគឺបន្លែផ្លែឈើណាដែលកូនយើងអត់ចូលចិត្តអញ្ចឹងកូនយើងអត់ចូលចិត្តជួនកាលមកពីកត្តាផ្លូវចិត្តរបស់គាត់កត្តាចំណូលចិត្តរបស់គាត់ប៉ុន្តែពេលខ្លះមកពីអាណាព្យាបាលជាអ្នកឲ្យគាត់រៀនញ៉ាំមានន័យថាអ្វីដែលគាត់អត់ចូលចិត្តញ៉ាំយើងគួរតែរៀនបន្តិចម្ដងជាក់ស្ដែងបើសិនជាគាត់មិនចូលចិត្តផ្ទីអញ្ចឹងយើងគួរតែឆាឬស្ងោរឬក៏ចំអិនជាអ្វីផ្សេងយើងអាចច្នៃជាប្រហិតត្រីដែលយើងទិញមកពីផ្សារឬក៏យើងរកបានខ្លួនឯងយើងយកមកចិញ្ច្រាំឬក៏យើងយកមកច្របល់ចូលគ្នាคล้ายជាប្រហិតហើយយើងអាចច្នៃឲ្យកូនយើងញ៉ាំបានហើយបើសិនជាគាត់អត់ចូលចិត្តយើងអាចដាក់កម្រិតតិចបានហើយស្លឹកផ្ទីហ្នឹងត្រួយផ្ទីហ្នឹងហើយបើសិនជាគាត់នៅតែអត់ចូលចិត្តទៀតយើងនៅតែព្យាយាមបន្តិចម្ដងយូរហើយយើងមិនត្រឹមតែឲ្យគាត់ញ៉ាំតែឯងទេមានន័យថាយើងនឹងជាម្ដាយគាត់អត់ទាន់ចេះញ៉ាំស្លឹកផ្ទីទៅទេអញ្ចឹងយើងលាយជាមួយត្រីឬសាច់ណាដែលគាត់ចូលចិត្តយើងលាយបន្តិចយូរយើងបរៀនគាត់ញ៉ាំថាញ៉ាំទៅធ្វើឲ្យខួរក្បាលឆ្លាតឬក៏អីផ្សេងអញ្ចឹងណាលូតកពស់ឬក៏ឆ្អឹងរឹងមាំឬក៏គាត់ចូលចិត្តអ្វីមួយយ៉ាងយើងអាចប្រៀបធៀបទៅអ្វីមួយយ៉ាងនោះដែលគាត់ចូលចិត្តហ្នឹងណាចាហើយយើងអង្គុយញ៉ាំជាមួយគាត់ជាពិសេសគឺយើងត្រូវញ៉ាំបន្លែឬក៏ផ្លែឈើមួយណាដែលគាត់អត់ចូលចិត្តនោះនៅមុខគាត់ធ្វើឲ្យគាត់នឹងចង់ញ៉ាំដែរអញ្ចឹងធ្វើឲ្យគាត់លែងរើសចំណីអាហារឬក៏បន្លែមួយនោះឬក៏ផ្ទីហ្នឹងនេះគឺជាបទពិសោធន៍របស់នាងខ្ញុំក្នុងការឲ្យបន្លែផ្លែឈើឬក៏ត្រីសាច់ទៅដល់កូនរបស់នាងខ្ញុំ